សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel និទានរឿងខ្មោចម្ដងទៀតហើយចេញលងលើកនេះដែរគឺធានាថាជួយចិត្តខ្លាំងមែនទែនតោះកុំឲ្យខាត់ពេលយូរចូលទៅកាន់សាច់រឿងយើងទាំងអស់គ្នានៅក្នុងរឿងនេះដែរមានក្រុមមិត្តភ័ក្តិ4នាក់ដែលមានអាយុប្រហែលជា18ឆ្នាំឡើងអញ្ចឹងណាដែលពួកគេមានចិត្តក្លាហានស្រឡាញ់និងចូលចិត្តការផ្សងព្រេងដើរលេងកម្សាន្តអញ្ចឹងទៅមានសារុនដែលជាអ្នកដឹកនាំក្រុមមនីជាអ្នកជួយចិត្តថតរូបនិងរិទ្ធីជាមនុស្សដែលជួយចិត្តនិយាយលេងសើចនិងចុងក្រោយសូវ៉ាន់ជាមនុស្សដែលត្រឹមត្រូវនិងមានការប្រុងប្រយ័ត្នខ្ពស់ពួកគេបានសម្រេចចិត្តទៅកំសាន្តនៅតំបន់ដាច់ស្រយាលមួយភាគច្រើនមនុស្សយើងដែលជួយចិត្តរាប់អានគ្នាគឺតាមតែមានចិត្តឬមួយក៏គេហៅថាប្រភេទមនុស្សដូចគ្នាបានដើរជាមួយគ្នាត្រូវអញ្ចឹងហើយនេះជាប្រភេទមិត្តភ័ក្តិរបស់ពួកគេហ្នឹងហើយដើម្បីទៅដល់ទីតាំងដែលពួកគេចង់ទៅនោះពួកគេត្រូវធ្វើដំណើរតាមផ្លូវរៀងឆ្ងាយដែរហើយត្រូវឆ្លងកាត់ភូមិមួយដែលគេល្បីថាមានរឿងអាថ៌កំបាំងនិងផ្ទះចាស់ទ្រុឌទ្រោមមួយដែលគេបោះបង់ចោលជាង30ឆ្នាំមកហើយសរុនបាននិយាយទាំងញញឹមថាហេមកមើលផ្លូវកាត់នេះទៅចិត្តជាងវានឹងជួយយើងចំណេញពេលវេលាបាន1ម៉ោងដែរតាគ្រាន់តែវាឆ្លងកាត់ភូមិខ្មោចហ្នឹងហើយនិយាយលេងទេសវណ្ណមើល map ទាំងមិនសូវស្រួលចិត្តខ្ញុំធ្លាប់ឮថាផ្ទះចាស់ក្នុងភូមិនោះផ្ទះបុរាណដំបូលក្បឿងគ្មាននរណាម្នាក់ហ៊ានចូលក្បែរទេហើយវាគួរឲ្យខ្លាចខ្លាំងណាស់ដិតធីសើចលោឡាហាសវណ្ណឯងខ្លាចខ្មោចមែនខ្លាចខ្មោចដល់ម្លឹងផងសម័យនេះហើយតោះយើងចេញដំណើរឆាប់ដល់ម៉ោងប្រហែល4ល្ងាចពួកគេបើកឡានចូលទៅក្នុងភូមិនោះភូមិទាំងមូលពិតជាស្ងាត់ជ្រងំខុសពីធម្មតាគ្មានសំឡេងសត្វឬសំឡេងអ្នកភូមិជិតខាងឡើយហើយស្ងាត់ខ្លាំងមែនទែនហើយនៅចិត្តនឹងមានដើមឫស្សីដែលខ្យល់បក់តិចមកឮតែសំឡេងឫស្សីកកិតគ្នាងៀតងាប់តែប៉ុណ្ណោះពេលពួកគេបើកឡានបានប្រហែលជា15នាទីពួកគេក៏បានមកដល់មុខផ្ទះបុរាណនោះផ្ទះឈើចាស់នោះធំហើយខ្ពស់មានសភាពទ្រុឌទ្រោមដំបូលប្រក់ដោយក្បឿងចាស់ធ្លុះធ្លាយបែកបាក់ឯរបងធ្វើពីឫស្សីបាក់បែកចោលស្ទើរទាំងអស់ដើមឈើធំនិងវល្លិព័ទ្ធជុំវិញផ្ទះនោះធ្វើឲ្យម្លប់បរិវេណផ្ទះទាំងមូលទោះបីជានឹងមានដើមឈើព័ទ្ធជុំវិញធ្វើឲ្យបរិវេណផ្ទះទាំងមូលហ្នឹងវាម្លប់ចឹងណាទោះបីជាពេលល្ងាចឬក៏ថ្ងៃក្តៅហួតហែងក៏ដោយចំផ្ទះហ្នឹងវាមានម្លប់តិចហ្មងមនីដែលជាអ្នកចូលចិត្តថតរូបក៏ស្ទុះចុះពីលើឡានទាំងរីករាយទីតាំងនេះប្លែកខ្លាំងណាស់ខ្ញុំចូលចិត្តខ្ញុំសុំចូលថតរូប 2-3 សន្លឹកសិនបានទេមិនដែលឃើញផ្ទះចាស់ណាគួរឲ្យចាប់អារម្មណ៍បែបនេះទេសរុនក៏សម្រេចចិត្តយល់ព្រមឲ្យមនីទៅ
យើងឈប់ត្រឹមតែ10នាទីអីបានហើយតែយើងមិនត្រូវចូលក្នុងផ្ទះនោះទេថតតែខាងក្រៅទៅបានហើយម្នីបានដើរចូលទៅជិតរបងផ្ទះដិតយករូបភាពសំណង់ចាស់ផ្ទះចាស់នោះរំពេចនោះនាងក៏ប្រទះឃើញកូនតុក្កតាឈើចាស់មួយទំហំប៉ុនក្មេងអាយុ5ឆ្នាំធ្វើអំពីឈើដាក់នៅគល់ដើមអំពិលក្បែរខ្លោងទ្វារផ្ទះនោះវាមានសភាពចាស់បន្តិចនិងប្រឡាក់ដីវារលប់ខ្លះៗហើយតែភ្នែករបស់វាវិញដូចជាសម្លឹងមកនាងដូចមានវិញ្ញាណសន្ធិដ្ឋក្នុងតុក្កតាឈើនោះអញ្ចឹងហើយពេលនោះដែរស្រាប់តែមនីយកដៃទៅប៉ះវាសវណ្ណក៏ស្រែកឡើងដោយសំឡេងខ្លាំងៗថាមនីកុំប៉ះវាវត្ថុចាស់ៗនៅទីនេះមិនដឹងជារបស់អ្នកណាទេមនីក្រវីក្បាលខ្ញុំគ្រាន់តែប៉ះវាទេអាយ៉ាវាមើលទៅគួរឲ្យស្រឡាញ់ណាស់ចង់តែយកទៅទុកនៅផ្ទះខ្ញុំទេពេលមនីដកដៃចេញពីតុក្កតាឈើនោះហើយនាងហាក់ដូចជាមានអារម្មណ៍ថាមានអ្វីបានលោតចូលមកក្នុងខ្លួននាងយ៉ាងលឿនប៉ុន្តែអារម្មណ៍នោះក៏បាត់ទៅវិញភ្លាមនាងគិតថាប្រហែលជានាងភ័យខ្លាំងពេកហើយក្រុមទាំង4ក៏សម្រេចចិត្តឡើងឡានបន្តដំណើរទៅមុខទៀតពេលពួកគេបើកឡានចាកចេញពីបរិវេណផ្ទះក្បឿងចាស់នោះភ្លាមនោះសំឡេងផ្ទុះដ៏ខ្លាំងមួយបានឮឡើងផឹងកង់ឡានខាងក្រោយមួយបានធ្លាយសារុនបានស្ទុះចុះពីឡានទាំងខឹងអូមិនសម័យសោះថាហេតុអ្វីបានជាមកធ្លាយកង់នៅត្រង់កន្លែងនេះអញ្ចឹងពួកគេមើលជុំវិញគឺនៅតែស្ងាត់ជ្រងំដដែលគ្មានមនុស្សម្នាក់សោះឡើយយប់ក៏ចាប់ផ្ដើមរលមកដល់ធ្វើឲ្យបរិយាកាសចុះត្រជាក់យ៉ាងខ្លាំងនិងកាន់តែងងឹតខ្លាំងឡើងសវណ្ណភ័យស្លន់ស្លោយ៉ាងខ្លាំងយើងត្រូវតែដូរវាឲ្យលឿនបំផុតសារុនយប់មកដល់ហើយខ្ញុំមិនចង់នៅក្បែរផ្ទះនោះទេខណៈពេលដែលប្រុសកំពុងរវល់ដូរកង់ឡានមនីបានឈរនៅក្បែរឡាននោះនាងចាប់ផ្ដើមឮសំឡេងខ្សឹបខ្សៀវមួយកូនកុំទៅណាចោលម៉ាក់នៅទីនេះនាងងាករកមើលប្រភពសំឡេងប៉ុន្តែគ្មាននរណាម្នាក់នៅក្បែរនាងទេសក់និងរោមដៃរបស់នាងចាប់ផ្ដើមព្រឺឡើងនាងបានសម្លឹងមើលទៅផ្ទះចាស់នោះក៏ស្រាប់តែឃើញថាបង្អួចនៃផ្ទះនោះក៏បានបើកនាងស្រែកហៅសារុនទិដ្ឋីមើលណោះមានបង្អួចបើកដែរតើប្រហែលមានមនុស្សនៅក្នុងផ្ទះនោះហើយអ្នកទាំង3ងាកទៅមើលឃើញដូចមនីនិយាយមែនរំពេចនោះលើងចង្គៀងចាស់ពណ៌លឿងក៏បានភ្លឺឡើងនៅក្នុងបន្ទប់ងងឹតនោះរិទ្ធីនិយាយទាំងសំឡេងញ័រតើមាននរណានៅក្នុងផ្ទះនោះទេគេកំពុងលេងសើចនឹងយើងហើយពួកគេដូរកង់បានរួចរាល់ក៏រត់ឡើងឡានបើកចេញទាំងប្រញាប់ពួកគេមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងពួកគេក៏បានបើកឡានចេញពីកន្លែងនោះយ៉ាងលឿនសវណ្ណដកដង្ហើមធំយើងបានចេញផុតពីកន្លែងនេះហើយរំពេចនោះមនីក៏ស្រែកឡើងឈប់ឡានឥឡូវនេះសារុនបានចាប់ប្រាំងភ្លាមសារុនសួរទាំងភ្ញាក់ផ្អើលកើតអីមនី
ta anh khơi như vậy mến mình ní ban ông cùi đòi bể đôn lột nhọp nhồ nay thông thông rồi bỏ niếng xùm lăng từ mục mình ní nị dây tăng xùm lệnh sập nhóm lư xùm lên cần đằng chướng viên lư nơi chuồng vĩnh dương nét tăng ọc nia ngặt nghiệm đạp bất chỉ miên xùm lên cần đằng chướng tôi đai cầm pông rừng cờ hạ đôi chỉ miên nó nam nét cầm pông đao chuồng vĩnh lan rồi bỏ của dương chữ rực thí bác thuê lan cho từ mở nhóm cho từ mở miên ở vậy cái bị chọn phóng bàn tay mình đi chạm đai rồi thì chọn mình đi xài cổng cho nhóm khơi sờ màu muối nơi cần chọn lan khẳng một vía chia sờ màu sờ tray sọ về mình nhé đây cầm pông mơ mọc dường nét tăng bay tiện nghĩa mơ tới cần chọn lan ok mình ban khơi như vậy đôi mình đi như vậy tê rồng bình nút có bắt từ vịnh liềm prom chỉ môi nâng xùm lên cần đằng trường về với nâng vơ trở lắm mong sự hiệp ngặt sự ngồm vịnh sở rốn ban chấp đa bạc lan trên tới tăng bướn dạng lườn hiệp tam tăng ban krop đọc pin lan đọc bọc ok mình hiên này dây vậy tiếng o cạnh lô xùm lên đưa rụp hiệp trong lại vâng trở lọt mọc vịnh phép công phong bác ban ngay lùm mồm hot bị phùm nụ hái số ánh có xâm ra chất bác âm bố lớn khổng làm rồng bình nút ok tăng 4 nè có ban khơi tất cả ta chơi con tất cả ta chơi cha đài mình đi bán phạt nơi ai có đam ông phở cứ công phong nơi lơ cái ấy khang còi lán giang nghiêm ngặt mình đi xoay khlang tăng nhập ảo tất ta nốt viên ởក្នុងlan dương tăng bị bể na sở rốn chốc lan cần đạp lời tàng khẩn dương ban tranh pi cần lại nụ hơi ta anh ban lui vô vía mọc mền tế mình đi tức nấy rồi linh rồi lồn nhóm số bát tha nhóm con tài phá vía nhóm mình ban vô vía mọc tế nhóm mình đăng tha vía mọc nông lan dương đôi rồi biết nào tế rất thi nị dây tăng xùm lê nhô tịch rồi môi vía mọc đôi khuôn ấy số văn có xùm ra chất vô cần xanh ra môi krop tóc ta chờ nốt hơi bỏ vía trao từ nông cùng prey bài lời nụ số văn nị dây tăng thôn số văn ban nị dây dương mình ai tục vía nông lan bán tê nhóm cực tha tóc ta ní chia bật thọ đài căn vì nhiên na mùi hơi vũ kế có bên to đầm ná từ một tiền và với hạ đôi chia ngọc nhạc bình còn làm bằng cài máu vũ kế ban từ đó lời cắt môi đại miên đam chơi quạt chuẩn bình về cùng phòng bạc bó bên ấy chắc phải đam miên rom chùm lấy đóng tiền những chiếc bạc lăng nâng miên sầm lên sắc siêu đòi một ruồi mùi nó không tổ chức ở bao niên niên stúc tới chắp đai giờ rôn đai cầm phong bạc bỏ dạng ném giờ rôn sài mình đi chọc anh cát ấy mình ban sài tọp tề tai niên có chắp đàm khoa mục ở rộ bao niên khlang rồi hốt đòn hồ chiêm mình đi rất thi nâng số văn stúc tới chắp đai niên đam bay khót niên cầm ao thưa bạc luôn ấy ok trơ prang prai khlang na pro mình đi hạ đôi chim miên cầm lang khlang ở trà số văn sài prap saron bạc lan ở lươn từ mục
សុវណ្ណស្រែកប្រាប់សរុនបើកឡានឲ្យលឿនទៅយើងត្រូវរកកន្លែងដែលមានភ្លើងឬវត្តអារាមណាមួយដើម្បីឲ្យគេជួយពេលពួកគេកំពុងតែតទល់នឹងមនីរំពេចនោះអំពូលភ្លើងរបស់ឡានក៏បានរលត់ទាំងពីរតែម្ដងឡានក៏បានធ្លាក់ចូលទៅក្នុងភាពងងឹតទាំងស្រុងហើយពួកគេមិនហ៊ានបើកឡានលឿននោះទេពួកគេបានបើកឡានយឺតៗស្រាប់តែរអិលទៅបុកនឹងដើមឈើនៅនឹងជំហានផ្លូវហើយក៏ឈប់នៅស្ងៀមនៅក្នុងភាពងងឹតសូន្យឈឹងនោះមានតែសំឡេងដកដង្ហើមរបស់ពួកគេនិងសំឡេងមនីដែលកំពុងស្រែកយំសារុនបើកពិលទូរស័ព្ទឡើងអត់អីទេយើងត្រូវតែស្ងប់ចិត្តពេលពិលទូរស័ព្ទចាំងទៅមុខមនីពួកគេក៏ឃើញថានាងបានសន្លប់ទៅហើយទឹកមុខរបស់នាងប្រែជាស្លេកស្លាំងខ្លាំងណាស់តែភ្នែករបស់នាងនៅបើកចំហទាំងក្រហមឆ្អៅរទ្ធីដែលកំពុងចាប់មនីស្រាប់តែខ្សឹបណែខ្ញុំឃើញអ្វីម្យ៉ាងនៅខាងមុខវានៅចុងផ្លូវឯណោះពួកគេទាំង3នាក់ក៏ចាំងពិលទៅមុខផ្លូវនៅចម្ងាយប្រហែល5ម៉ែត្រនៅចម្ងាយប្រហែល50ម៉ែត្រមានស្ត្រីម្នាក់ឈរនៅកណ្ដាលផ្លូវសម្លៀកបំពាក់របស់នាងចាស់ពណ៌សរហែកសក់របស់នាងវែងអន្លាយបាំងមុខនាងមិនបានធ្វើអ្វីទាំងអស់គឺគ្រាន់តែឈរស្ងៀមពេលបំភ្លឺពិលចាំងដល់រូបកាយរបស់នាងវាមិនមានស្រមោលនៅខាងក្រោមនោះទេស្ត្រីនោះក៏លើកដៃឡើងយឺតនៅក្នុងដៃរបស់នាងគឺមានតុក្កតាឈើចាស់នោះដែលសវណ្ណបានបោះចោលទៅក្នុងព្រៃពេលដែលជិះឡានតាមផ្លូវនោះរំពេចនោះសំឡេងខ្សឹបខ្សៀវដ៏ស្រទន់ក៏លេចឡើងនៅក្នុងត្រចៀករបស់ពួកគេទាំង3ហេតុអ្វីបានជាឯងបោះកូនរបស់ខ្ញុំចោលពេលឮសំឡេងនោះមនីដែលសន្លប់ក៏បានស្ទុះងើបឡើងយ៉ាងលឿននាងបានសម្លឹងទៅមើលស្ត្រីខ្មោចនោះហើយញញឹមបែបព្រឺព្រួចមនីពេលនោះមនីត្រូវបានកូនរបស់ខ្មោចនោះចូលទៅក្នុងរូបកាយរបស់នាងដែលនិយាយថាម៉ាក់កូននៅទីនេះកូននឹកម៉ាក់ណាស់មនីក៏ចាប់ផ្ដើមលូនចេញពីឡានទាំងដែលសរុននិងរទ្ធីព្យាយាមចាប់ទប់នាងមានកម្លាំងខ្លាំងមែនទែនពេលហ្នឹងសវណ្ណស្រែកឡើងក៏បានស្រែកឡើងនាងចង់ទៅរកខ្មោចនោះយើងត្រូវតែរត់ចេញពីទីនេះពេលមនីលូនដល់មាត់ទ្វារខ្មោចស្រីនៅចុងផ្លូវក៏ចាប់ផ្ដើមរត់មករកពួកគេយ៉ាងលឿនខ្មោចស្រីនោះបានរត់មករកពួកគេយ៉ាងលឿនដោយខ្យល់ព្យុះវាមិនមានសំឡេងបោះជំហានអ្វីទាំងអស់សរុនស្រែកទៅកាន់សវណ្ណបើកទ្វារឡានយើងនាំមនីរត់ចេញពីទីនេះរទ្ធីឯងជួយទប់នាងយើងត្រូវរត់ចូលព្រៃពួកគេទាំង3នាក់បានប្រើកម្លាំងទាំងអស់ដើម្បីទាញមនីចេញពីឡានមុនពេលខ្មោចស្រីនោះមកដល់មនីនៅតែប្រឹងរើបម្រាស់
យ៉ាងខ្លាំងទាំងដែលភ្នែករបស់នាងសម្លឹងទៅរកខ្មោចស្រីនោះដោយក្តីនឹករលឹកដោយសារតែពេលនោះគឺកូនរបស់ខ្មោចស្រីនោះបានចូលទៅក្នុងខ្លួនរបស់មនីអញ្ចឹងណាពេលខ្មោចស្រីមកដល់ក្បែរឡានវាក៏ឈប់វាមិនបានតាមពួកគេចូលទៅក្នុងព្រៃភ្លាមទេតែបែរជាឈរនៅស្ងៀមសម្លឹងមើលឡានរបស់ពួកគេតែផ្ទុយទៅវិញតុក្កតាឈើនៅក្នុងដៃរបស់ខ្មោចស្រីនោះក៏បានបាត់ទៅវិញរិទ្ធីនិយាយខ្សឹបខ្សឹបទាំងដកដង្ហើមញាប់ហេតុអ្វីបានជាវាមិនតាមយើងតើវាខ្លាចអ្វីសវណ្ណបានចង្អុលទៅផ្ទះចាស់បុរាណវិញខ្ញុំគិតថាវាមិនអាចចេញឆ្ងាយពីកន្លែងនោះកន្លែងដែលវាងាប់បានទេតែវាក៏ប្រើមនីជារូបកាយដើម្បីចូលទៅក្នុងមនីហើយចាប់ផ្ដើមវាក៏ប្រើរូបកាយមនីដើម្បីសន្ធិដ្ឋពួកគេត្រូវតែស្វែងរកកន្លែងដែលមានសុវត្ថិភាពពេលរត់ចូលដល់ក្នុងព្រៃជ្រៅទៅពួកគេក៏បានប្រទះឃើញវត្តអារាមចាស់តូចមួយទោះបីជាវត្តនោះស្ងាត់ជ្រងំក៏ដោយក៏មានដើមពោធិ៍ធំមួយនៅចំកណ្ដាលទីធ្លាដែលមានខ្សែសីមាចងពណ៌ក្រហមព័ទ្ធជុំវិញពេលចូលដល់បរិវេណវត្តមនីក៏ដួលសន្លប់បាត់ស្មារតីទៅវិញភ្លាមនៅក្រោមដើមពោធិ៍ពួកគេបានឃើញសិលាចារឹកចាស់មួយដែលឆ្លាក់រឿងរ៉ាវនៅក្នុងស្រុកនោះសរុនដែលជាអ្នកចេះអក្សរពីបុរាណខ្លះក៏អានទាំងដៃញ័រសិលាចាស់នោះរៀបរាប់ថាកាលពីយូរលង់ណាស់មកហើយនៅផ្ទះបុរាណនោះគឺជាផ្ទះរបស់គ្រួសារមួយនាងនីតាជាស្ត្រីមេម៉ាយដ៏កំសត់ដែលមានកូនប្រុសតែម្នាក់ឈ្មោះពេជ្រចូលចិត្តលេងតុក្កតាឈើជាទីស្រឡាញ់មួយពេជ្រចូលចិត្តលេងតុក្កតាឈើជាមួយតុក្កតាឈើនោះណាស់កាលនោះនីតាត្រូវជាម្ដាយអ្នកភូមិចោទប្រកាន់ថានាងជាកូនធ្មប់អ្នកភូមិបាននាំគ្នាចាប់នាងទៅចងនឹងដើមអំពិលនៅមុខផ្ទះនោះហើយវាយធ្វើបាបនាងរហូតដល់នាងស្លាប់ដោយភាពឈឺចាប់កូនប្រុសរបស់នាងឈ្មោះពេជ្រក៏បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងនៅយប់នោះគេសង្ស័យថាបានស្លាប់នៅក្នុងផ្ទះខ្មោចនាងនីតាបានក្លាយជាវិញ្ញាណដែលជាប់គំនុំនឹងក្នុងផ្ទះនិងតុក្កតាឈើខ្មោចនាងនីតាបានក្លាយជាវិញ្ញាណដែលជាប់គំនុំនឹងផ្ទះនិងតុក្កតាឈើព្រោះនាងស្វែងរកកូនប្រុសរបស់នាងហើយនាងជឿថាតុក្កតានោះជាកូនប្រុសរបស់នាងនរណាក៏ដោយដែលប៉ះតុក្កតានោះនឹងត្រូវវិញ្ញាណនាងចូលសន្ធិដ្ឋដើម្បីស្វែងរកកន្លែងពិតប្រាកដដែលកូននាងបានស្លាប់ហើយលាបំណងសងសឹកនោះរិទ្ធីនិយាយទាំងញោមមាត់មានន័យថាមនីបានប៉ះតុក្កតានោះនាងនីតាកំពុងប្រើរូបកាយរបស់មនីដើម្បីស្វែងរកអ្វីមួយនៅក្នុងផ្ទះសូវណ្ណគិតយ៉ាងលឿនបើខ្មោចនីតាជឿថាតុក្កតានោះជាកូនរបស់នាងមានន័យថាកូនប្រុសរបស់នាងមិនមែនជាតុក្កតាឈើពិតប្រាកដទេគាត់នៅកន្លែងណាមួយផ្សេងទៀតនៅក្នុងផ្ទះហើយនាងត្រូវការឈាមដើម្បីបន្តកម្លាំងវិញ្ញាណរបស់នាងសារុន
សរុនក៏សម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ថាយើងត្រូវតែត្រឡប់ទៅផ្ទះចាស់នោះវិញហើយខ្មោចនាងនីតាត្រូវការតែមនីនោះនាងមិនអាចចេញពីទីនោះបានទេយើងត្រូវស្វែងរកសាកសពកូនប្រុសរបស់នាងដើម្បីឲ្យវិញ្ញាណនាងបានស្ងប់ចិត្តវាជាការសម្រេចចិត្តដ៏គ្រោះថ្នាក់បំផុតពួកគេបានត្រឡប់ទៅផ្ទះនោះវិញទាំងមានមនីដែលកំពុងសន្លប់នៅជាមួយពេលទៅដល់ផ្ទះនោះខ្មោចស្រីនីតាបានឈរនៅទីនោះប៉ុន្តែនៅពេលដែលពួកគេដឹកមនីចូលទៅជិតរបស់ផ្ទះខ្មោចនីតាក៏ចាប់ផ្ដើមស្រែកយំយ៉ាងខ្លាំងរួចក៏បាត់ខ្លួនទៅព្រោះគោលដៅរបស់វាគឺយកមនីចូលទៅក្នុងផ្ទះពួកគេទាំង3នាក់ក៏ដឹកមនីចូលទៅក្នុងផ្ទះចាស់ទ្រុឌទ្រោមនោះនៅក្នុងផ្ទះមានភាពត្រជាក់ខ្លាំងនិងមានធុំក្លិនឈាមចាស់ៗគេឃើញស្នាមឆ្កូតនៅលើក្តារពួកគេក៏ចាប់ផ្ដើមស្វែងរកគ្រប់បន្ទប់ពួកគេរកឃើញបន្ទប់មួយដែលមានគ្រែចាស់សុវណ្ណចាប់អារម្មណ៍លើទូដាក់សម្លៀកបំពាក់ចាស់មួយដែលនៅជិតពួកគេបាននាំគ្នារើទូដាក់សម្លៀកបំពាក់នោះចេញក៏ស្រាប់តែឃើញថាពួកគេបាននាំគ្នារើទូសម្លៀកបំពាក់នោះចេញក៏ស្រាប់តែឃើញថាមានជញ្ជាំងបង្កប់មួយពួកគេបានវាយជញ្ជាំងនោះបែកក៏ឃើញបន្ទប់តូចលាក់បាំងមួយនៅពីក្រោយវានៅក្នុងបន្ទប់នោះគឺមានគ្រោងឆ្អឹងក្មេងប្រុសតូចមួយដែលកំពុងហោបតុក្កតាឈើដែលសុវណ្ណបានបោះចោលពីលើឡានឥឡូវវានៅទីនោះវិញនៅក្នុងដៃរបស់វានោះគឺពេជ្រកូនប្រុសរបស់នាងនីតាដែលបានបាត់ខ្លួននៅយប់នោះពេលដែលម្ដាយស្លាប់រំពេចនោះមនីដែលសន្លប់ក៏ស្ទុះញាក់ឡើងនាងបានរត់ទៅកាន់គ្រោងឆ្អឹងនោះយកតុក្កតាឈើនោះចេញពីគ្រោងឆ្អឹងហើយអោបវាជាប់មនីសំឡេងខ្មោចកូនរបស់ម៉ាក់កូននៅទីនេះម៉ាក់រកកូនឃើញហើយយើងនឹងនៅជាមួយគ្នាពេលមនីនិយាយចប់រាងកាយរបស់មនីក៏ដួលដេកនៅលើក្តារក្នុងពេលជាមួយគ្នានោះខ្យល់បក់ត្រជាក់និងក្លាយជាដ៏ខ្លាំងបានបក់ចូលទៅក្នុងបន្ទប់ពួកគេទាំង3នាក់បានឃើញរូបកាយខ្មោចស្រីនីតាឈរពីលើមនីនាងបានសម្លឹងមើលកូនប្រុសរបស់នាងដែលកំពុងកាន់តុក្កតាទឹកមុខរបស់ខ្មោចនីតាដែលពីមុនពោរពេញដោយគំនុំនិងកំហឹងក៏ចាប់ផ្ដើមប្រែជាសភាពទន់ភ្លន់វិញសំឡេងខ្សឹបមួយបានបន្លឺឡើងពេញផ្ទះទាំងមូលប៉ុន្តែពេលនោះវាមិនមែនជាសំឡេងដែលគួរឲ្យខ្លាចទៀតទេលាហើយកូនសម្លាញ់ពេលនេះម៉ាក់បានរកកូនឃើញហើយសូមព្រលឹងឯងបានស្ងប់ចុះខ្មោចនីតាក៏បានបាត់ខ្លួនទៅជារៀងរហូតមនីបានដឹងខ្លួនវិញហើយក៏យំសោកស្ដាយចំពោះអ្វីដែលនាងបានធ្វើដោយមិនដឹងខ្លួនពួកគេទាំង4នាក់បានដឹងថាពួកគេបានជួយរំដោះព្រលឹងដល់កំសត់មួយដែលត្រូវបានជាប់ឃុំឃាំងដោយគំនុំនិងសេចក្តីស្រឡាញ់ម្ដាយដ៏ជ្រាលជ្រៅនៅថ្ងៃបន្ទាប់ពួកគេបានធ្វើបុណ្យតាមប្រពៃណីដើម្បីបូជាគ្រោងឆ្អឹងខ្មោចពួកគេបានធ្វើបុណ្យតាមប្រពៃណីដើម្បីបូជាគ្រោងឆ្អឹងក្មេងប្រុសពេជ្រនិងតុក្កតាឈើនោះនៅក្បែរផ្ទះក្បឿងចាស់នោះឆាប់តាំងពីពេលនោះមកផ្ទះបុរាណនោះក៏ក្លាយជាកន្លែងស្ងាត់ជ្រងំ
ហើយគ្មានវិញ្ញាណតាមលងទៀតឡើយ